ជំរាបសួរបាទលោកគ្រូអ្នកគ្រូខ្ញុំបាទជូនវីដេអូមួយទាក់ទងនឹងរបៀបនៃការបំពេញរបាយការណ៍នៃការធ្វើតេស្តភ្នែកនិងតេស្តត្រចៀកបាទអញ្ចឹងយើងមានតំណលេងនេះហើយយើងមានស៊ីតមួយចំនួននៅខាងក្រោមនេះបាទទីមួយគឺស៊ីតទំព័រដើមបាទលោកគ្រូអ្នកគ្រូអាចត្រួតពិនិត្យមើលថាតើតំបន់និងឈ្មោះសាលាក៏ដូចជាលេខកូដសាលាហ្នឹងត្រូវគ្នានៅបាទបន្តមកទៀតលោកគ្រូអ្នកគ្រូអាចចូលទៅកន្លែងសម្គាល់បាទសម្គាល់នេះគឺជាការប្រាប់នៅព័ត៌មានមួយចំនួនអំពីអឺកម្រិតនៃលទ្ធផលធ្វើតេស្តភ្នែកបាទជាភាគរយបាទបាទជាអក្សរអង់គ្លេសបាទហើយខាងក្រោមនេះគឺត្រចៀកបាទអញ្ចឹងយើងមានការណែនាំក៏ដូចជាការវាយតម្លៃហើយនិងបន្ទុកបាទតាមហ្នឹងបាទរួចហើយយើងចូលដល់ sheet លេខ1បាទ teacher list សូមបញ្ជាក់ជូនលោកគ្រូអ្នកគ្រូថា teacher list នេះគឺមានន័យថាបញ្ជីឈ្មោះសាលារបស់លោកគ្រូអ្នកគ្រូមានប្រមាណគឺតន័យរបស់យើងនឹងទាញមកតែម្ដងបាទហើយកន្លែងនេះចង់បញ្ជាក់ជូនលោកគ្រូអ្នកគ្រូថាយើងមានកន្លែងនេះគ្រូបានធ្វើតេស្តសិស្សជ្រើសថ្នាក់គ្រូបានជួយបាទអញ្ចឹងកន្លែងនេះអឺឧបមាលោកយកគាត់បានជួយអត់បាទអញ្ចឹងបើគាត់បានជួយយើងរើសថ្នាក់របស់គាត់ថ្នាក់ណាអញ្ចឹងបើមិនបានទេយើងខ្វែងអញ្ចឹងមកបាទអញ្ចឹងជាទូទៅលោកយករងគាត់អាចថាគាត់ជាអ្នកដាក់បទបញ្ជាបាទឲ្យគ្រូទូមតុកធ្វើសហការជាមួយនឹងលេខាអញ្ចឹងទៅបាទអញ្ចឹងបើយើងបានជួយធ្វើយើងអាចដាក់ថាបានធ្វើទៅបាទឧទាហរណ៍ខ្ញុំដាក់ថ្នាក់ទី 10A អញ្ចឹងទៅបាទហើយនឹងលោកគ្រូផ្សេងទៀតគឺរើសហោហែអញ្ចឹងមកបាទបន្តមកទៀតកន្លែងនេះគឺបដិបដាបាទបដិបដានេះអញ្ចឹងបើគាត់មិនធ្លាប់យើងរើសថាមិនធ្លាប់មកបាទអញ្ចឹងណាបាទប៉ុន្តែការបដិបដាយើងអត់ធ្លាប់ដូចគ្នាប៉ុន្តែខ្ញុំបានធ្វើជាវីដេអូហើយសម្រាប់ការធ្វើតេស្តហ្នឹងអញ្ចឹងអាចរើសថាបើសិនជាគាត់បានមើលអាចដាក់ថាបដិបដាថ្មីទៅហើយអាចដាក់ថាធ្លាប់បានបដិបដាក៏បានដែរបាទអូខេអញ្ចឹងខ្ញុំរើសថាបដិបដាថ្មីចុះហើយលោកយករបស់ខ្ញុំខ្ញុំដាក់ថាបណ្ដុះបណ្ដាលថ្មីទៅដោយសារគាត់អាចមានវីដេអូហើយគាត់មើលវីដេអូអញ្ចឹងទៅណាបាទអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងបាទហើយខ្ញុំអាចដាក់ចុះក្រោមទាំងអស់ក៏បានដែរមានន័យថាគ្រូរបស់ខ្ញុំគាត់បានមើលវីដេអូបាទបានមើលវីដេអូអូខេចូលដល់ sheet ទី2student list នេះគឺឈ្មោះសិស្សគឺយើងចាប់មកទាំងអស់បាទសិស្សទាំងប្រមាណគឺចាប់មកប៉ុណ្ណឹងបាទចាប់មកប៉ុណ្ណឹងហើយកន្លែងនេះគឺរបៀបនៃការបំពេញมันខុសឆ្ងាយពីឆ្នាំមុនទេបាទมันខុសឆ្ងាយពីឆ្នាំមុនទេបាទកន្លែងនេះมันតម្រូវឲ្យបំពេញទេដោយសារមានរូបមន្តហើយខ្ញុំភ្លេចអត់បានចាក់ពណ៌ដើម្បីកំណត់ណាបាទខ្ញុំភ្លេចបាទអញ្ចឹងកន្លែងនេះយើងរើសមកឧទាហរណ៍ថាកូនសិស្សឈ្មោះកើតសុជាតិបាទអញ្ចឹងបន្ទាប់ពីធ្វើតេស្តមកគាត់បានលេខប្រមាណបាទអញ្ចឹងរើសលេខតាមជាក់ស្ដែងអញ្ចឹងមកបាទរើសអញ្ចឹងមកបាទឧទាហរណ៍ណាខ្ញុំឧទាហរណ៍ទេបាទអញ្ចឹងការធ្វើតេស្តភ្នែកយើងមាន2វគ្គបាទទី1គឺយើងធ្វើតេស្តបើកភ្នែកទាំងពីរមានតេស្តគេហៅថា reading vision ណាបាទតេស្តនៃការអានហើយខាងនេះគឺតេស្ត2ម៉ែត្របាទផ្នែកឆ្វេងផ្នែកស្ដាំគឺយើងតេស្តចម្ងាយ2ម៉ែត្របាទដូចក្នុងវីដេអូបញ្ជាក់អញ្ចឹងណាបាទអញ្ចឹងបើសិនបើយើងរើសលេខដែលក្រោមលក្ខខណ្ឌដែលមានបញ្ហាគឺវាចេញពណ៌នេះហើយនឹងចេញអក្សរបញ្ជាក់បាទអក្សរបញ្ជាក់ឲ្យយើងណាបាទអញ្ចឹងសូមបញ្ជាក់លោកស្រីថាកន្លែងពីរនេះគឺមិនតម្រូវឲ្យពេញទេបាទអញ្ចឹងឧទាហរណ៍ខ្ញុំរើសបែបនេះបាទឥឡូវខ្ញុំរើសថាអត់មានបញ្ហាទាំងអស់បាទអញ្ចឹងកន្លែងនេះគឺចំហទទេហើយមិនតម្រូវឲ្យយើងសរសេរទេបាទអញ្ចឹងធ្វើអញ្ចឹងតលដល់អស់មកហើយបន្ទាប់មកត្រង់កន្លែងនេះបាទកន្លែងនេះគេដាក់ថាលទ្ធផលជាក់ស្ដែងបាទខ្សោយកំហើញក្រោយជួបអ្នកជំនាញអញ្ចឹងសូមបញ្ជាក់ជូនលោកគ្រូអ្នកគ្រូបាទជាអ្នកដែលបានធ្វើតេស្តសិស្សឲ្យបានជ្រាបថាការធ្វើតេស្តតាម app របស់យើងនេះមិនបានបញ្ជាក់ថាសិស្សហ្នឹងគាត់មានបញ្ហា
ខ្សោយកំហើញឬក៏ខ្សោយការស្ដាប់ហ្នឹង100%ទេគ្រាន់តែករណីយើងសង្ស័យបាទដោយសារលទ្ធផល F វាបញ្ជាក់មកអញ្ចឹងបើសិនជាយើងសង្ស័យសូមឲ្យអ្នកដែលមានបញ្ហាហ្នឹងគាត់ទៅជួបអ្នកជំនាញបាទគឺបើគាត់មានបញ្ហាភ្នែកទៅជួបអ្នកជំនាញខាងភ្នែកមានបញ្ហាត្រចៀកឲ្យគាត់ទៅជួបអ្នកជំនាញខាងត្រចៀកដើម្បីសុំការទៀងទាត់របស់គាត់ជៀសវាងលោកគ្រូអត្តនោម័តថានៅពេលដែលធ្វើតេស្ត F ឃើញហើយគឺកំណត់គាត់ថាគាត់នឹងមានបញ្ហាតែម្ដងគឺអត់ត្រឹមត្រូវទេគឺសូមផ្ដល់ព័ត៌មាននេះទៅកាន់អាណាព្យាបាលគាត់បាទហើយឲ្យគាត់ទៅជួបអ្នកជំនាញបាទហើយយើងគឺអាចជួយសម្រួលឲ្យគាត់អង្គុយកន្លែងចិត្តក្បែរកណ្ដាលខៀនអីចឹងទៅដើម្បីគាត់អាចមើលឃើញស្ដាប់ឮបានច្បាស់អីចឹងទៅណាបាទហើយជាពិសេសគឺអ្នកដែលមានបញ្ហាគឺសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាលបាទទៅអាណាព្យាបាលបាទអញ្ចឹងបើសិនជាគាត់បានទៅជួបអ្នកជំនាញអញ្ចឹងអ្នកជំនាញគាត់នឹងចេញវិជ្ជាបញ្ជាឬក៏ចេញការបញ្ជាក់មួយឯថាផ្នែកនឹងល្អឬក៏ខ្សោយកំហើញឬក៏យ៉ាងម៉េចបាទអញ្ចឹងបើសិនជាមានបញ្ហាយើងបានទៅជួបយើងប្រកាសជាមានហើយខ្សោយកំហើញឬក៏ផ្នែកល្អអញ្ចឹងជូនអេបយើងតេស្តទៅឃើញខ្សោយប៉ុន្តែយើងទៅជួបអ្នកជំនាញគេពិនិត្យវិច័យទៅឃើញថាល្អអញ្ចឹងទៅហើយដូចកូនសិស្សនេះគាត់អត់មានបញ្ហាភ្នែកអត់មានការបញ្ជាក់នៅកន្លែងនេះមានន័យថាអត់មានបញ្ហាទេអញ្ចឹងគាត់មិនចាំបាច់ទៅជួបអ្នកជំនាញទេយើងខ្វែងមកកន្លែងនេះបាទត្រង់នេះកាលណាជួបអ្នកជំនាញតើអ្នកជំនាញតម្រូវឲ្យគាត់អីគេទទួលវ៉ែនតាឬក៏យ៉ាងម៉េចបាទឬក៏ពាក់វ៉ែនតាឬក៏គាត់មានណាអញ្ចឹងបើគាត់មានវ៉ែនតាស្រាប់យើងថេចមកប៉ុន្តែបើគាត់អត់មានទេយើងខ្វែងបាទអាហ្នឹងអូខេមួយអាហ្នឹងតកតទៅនឹងការខាងក្រោមនេះខ្ញុំខ្វែងណាតកតងនឹងតេស្តផ្នែកចូលដល់ទី2តេស្តត្រចៀកបាទអញ្ចឹងត្រចៀកគឺតាមការធ្វើតេស្តគឺយើងមានកម្រិតសម្លេងជាភាគរយបាទពីលេខ1ដល់លេខ100ណាបាទអញ្ចឹងឧទាហរណ៍ខ្ញុំធ្វើតេស្តទៅឃើញលេខ80ចឹងទៅបាទអញ្ចឹងបើ80គឺល្អប្រសើរអញ្ចឹងយើងមើលកន្លែងសម្គាល់នៅកន្លែងនេះបាទកន្លែងនេះណាពី1ទៅ49ពី50ទៅ7បាទពី71ទៅ100អញ្ចឹងទៅបាទអូខេហើយឧទាហរណ៍សិស្សទី2គាត់បានប៉ុណ្ណឹងគឺមានន័យថាគាត់ខ្សោយហ្នឹងណាលោតសញ្ញាឆេកណាបាទបន្ទាប់មកកន្លែងនេះលទ្ធផលជាក់ស្ដែងដូចគ្នាដែរគឺយើងត្រូវទៅជួបអ្នកជំនាញអញ្ចឹងបើអ្នកជំនាញគាត់ថាតិចហ្នឹងអត់អីទេល្អប្រសើរអញ្ចឹងដាក់ល្អប្រសើរណាបាទអញ្ចឹងកន្លែងនេះល្អប្រសើរគឺយើងអត់យើងអាចសរសេរល្អប្រសើរឬក៏យើងអាចថាយើងអត់ទៅជួបអ្នកជំនាញទេដោយសារល្អប្រសើរស្រាប់ហើយយើងខ្វែងមកកន្លែងហ្នឹងបាទហើយកន្លែងនេះយើងជួបអ្នកជំនាញអញ្ចឹងអ្នកជំនាញគាត់ប្រាប់ថាខ្សោយស្ដាប់ឧទាហរណ៍ណាខ្សោយស្ដាប់គឺយើងរើសខ្សោយស្ដាប់មកបាទហើយត្រង់កន្លែងនេះបើយើងអត់ជួបទេយើងអត់ត្រូវការឧបករណ៍ទេបាទតែបើយើងខ្សោយស្ដាប់យើងត្រូវការឧបករណ៍ឬក៏មិនត្រូវការបាទអញ្ចឹងបើគាត់ត្រូវការឧបករណ៍គាត់ទទួលបានឧបករណ៍សូមថេចមកប៉ុន្តែបើគាត់មិនទទួលបានឧបករណ៍សូមខ្វែងឧទាហរណ៍គាត់ទទួលបានឧបករណ៍ដោយសារកម្រិតស្ដាប់គាត់បានតែ4អញ្ចឹងណាហើយកន្លែងស្ដាប់នេះខ្ញុំលើកទឹកចិត្តឲ្យធ្វើតេស្តទៀងទាត់ឲ្យបានច្រើនលើកច្រើនសារដោយសារវារៀងពិបាកជាងការធ្វើតេស្តតិចកាលពីឆ្នាំមុនបាទអញ្ចឹងយើងពេញហើយយើងនឹងបានស៊ីតទី3ជារបាយការណ៍បាទនេះរបាយការណ៍យើងមានហើយយើងអាចចុចអូខេដើម្បីយើងច្រោះយកតំណែងណាដូចតែមុនដែរទេអត់អីទេហើយនឹងតាមថ្នាក់បាទអាហ្នឹងមិនជាបញ្ហាទេដូចគ្នាដែររបាយការណ៍នេះបាទអានេះជារបាយការណ៍ផងដែរបាទទាំងនេះគឺសុទ្ធតែជារបាយការណ៍បាទហើយកន្លែងនេះសូមបញ្ជាក់ដែរកន្លែងលេខ3នេះបើសិនបើសាលាលោកនាយកស្រីលោកស្រីអាចរើសបានកន្លែងនេះបាទអាចរើសបានបើថានាយិកាមកបាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបាទហើយសង្ឃឹមថាលោកគ្រូអាចបំពេញតំណែងបានបាទសូមអរគុណសូមជម្រាបលា